ជំរាបសួរមកភ័ក្របងប្អូនទាំងអស់គ្នានៅថ្ងៃនេះនាងខ្ញុំនឹងក្រុមគ្រួសារព្រមទាំងកូនប្រុសរបស់នាងខ្ញុំគឺថាភ្ញាក់រៀងលឿនបន្តិចបងប្អូនចាគឺថាចង់ធ្វើដំណើរទៅកន្លែងផ្សេងទៀតចឹងណាចាដូច្នេះហើយក៏នាំគ្នាក្រោកពីព្រលឹមចឹងទៅបងប្អូនហើយនេះជាដើមស្វាយបងប្អូនគឺថាផ្លែច្រើនមែនទែនចាដើមស្វាយគឺដាំនៅផ្ទះគេបងប្អូនណាគឺថាដើមធំហើយទៅផ្លែគឺថារមែងរណោងនៅលើដើមនឹងឯងបងប្អូនមើលទៅគួរឲ្យស្រឡាញ់មែនទែននាងខ្ញុំសប្បាយចិត្តពេលឃើញដើមស្វាយចឹងបងប្អូនណាចាឥឡូវគឺថានាងខ្ញុំមកដល់វេមី Beach Park ហើយបងប្អូនណាចាបើកពី Waikiki Beach មកហើយជា45នាទីមកដល់ហើយចាឥឡូវនេះគេស្បូអ្នកជិះ surfboard ចាគឺថាទឹកស្បូតឃើញស្អាតចាឥឡូវសូមជ័យមកទេសភាពទាំងអស់គ្នាណាចាអរគុណច្រើនចាបងប្អូនទេសភាពនៅទីកន្លែងនេះគឺថាស្រស់ស្អាតណាបងប្អូនណាចាដូច្នេះនាងក៏បានថតជាវីដេអូជូនបងប្អូនទស្សនាគឺថានាងខ្ញុំចូលចិត្តណាគឺថាឃើញទេសភាពស្រស់ស្អាតពណ៌បៃតងលីឡំជាមួយនឹងដើមដូងបងប្អូនចាដើមដូងនៅតាមឆ្នេរនឹងថាឃើញស្រស់ស្អាតមែនទែនបងប្អូនហើយទៅក៏មានសត្វបក្សីហើរនៅជុំវិញនឹងច្រើនដែរបងប្អូនណាចាគឺថាមើលទៅក៏តិចតិចភ្នែកបងប្អូនហើយទឹកសមុទ្រនេះគឺថាថ្លាល្អហើយកម្ដៅទឹកសមុទ្រគឺថាក្ដៅអ៊ុនស្រួលចានាងខ្ញុំអត់បានចុះទៅលេងទេគាត់ថាដើរនៅខាងលើនេះបងប្អូនចាដូច្នេះកូននាងខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំគាត់ក៏បានទៅអង្គុយស្រូបយកខ្យល់អាកាសនៅមាត់សមុទ្រនឹងមកសន្ទុះដែរបងប្អូនកូនរបស់នាងគាត់លេងខ្សាច់ឯនេះចាលេងខ្សាច់អស់ចិត្តហើយបានគាត់ទៅមួយទឹកចុះមួយទឹកហើយនេះអ្នកថតកាមេរ៉ានាងខ្ញុំគឺថាពិសេសគឺថាគេងថតតែម្ដងចាហើយទៅនៅទីកន្លែងនេះគឺថាទឹករលកគឺថាមិនសូវធំណាស់ណាបងប្អូនដូច្នេះយើងអាចអង្គុយមើលស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនេះយ៉ាងសប្បាយរីករាយបងប្អូនចាហើយកូននេះខ្ញុំក៏គាត់បានចុះទៅមួយទឹកបន្តិចដែរថាគាត់ចូលចិត្តទឹកនៅទីនេះព្រោះវាក្តៅអ៊ុនស្រួលបងប្អូនណាចាហើយពេលចេញដើរមកនេះឡានគឺថានាងខ្ញុំមកចូលនៅក្រោមដើមអំពិលបងប្អូននេះដើមអំពិលគឺថាធំមែនទែនបងប្អូននាងខ្ញុំឈរក្រោមដើមនឹងយូរណាស់គឺថាអត់ដឹងថាជាដើមអំពិលតតាគ្រូសានាងខ្ញុំមកគឺថាអូនេះដើមអំពិលតើអូនតែពេលនេះខ្ញុំក្លែងមើលអូដើមអំពិលមែនតើគឺថាផ្លែច្រើនមែនទែននៅលើដើមនេះបងប្អូនផ្លែថោះល្អហើយទៅគេអ្នកនៅទីនេះក៏មានអ្នកណាគេញ៉ាំបងប្អូនដូច្នេះផ្លែនៅពេញដើមចឹងឯងហើយទៅផ្លែខ្លះទៀតក៏ទុំជ្រុះនៅលើដីចឹងណាចាបន្តមកទៀតនាងខ្ញុំនិងក្រុមគ្រួសារព្រមទាំងកូនប្រុសរបស់នាងក៏បានមកដល់កន្លែងលេងកម្សាន្តមួយទៀតបងប្អូនចាកន្លែងកម្សាន្តនេះគឺថានាងខ្ញុំមិនអាចអានឈ្មោះបានទេបងប្អូនគឺថាឈ្មោះពិបាកនិយាយពេកបងប្អូនណាចានាងខ្ញុំសុំទោសផងចាគឺថាកន្លែងលេងនេះគឺថាធំមកបងប្អូនចាគឺថាកូនក្មេងក៏អាចលេងបានហើយមនុស្សធំយើងក៏អាចលេងបានដែរណាបងប្អូនណាចាហើយនៅកន្លែងនេះគឺថាគេបានធ្លាប់ថតវីដេអូដែរគឺថាក្នុងនោះគឺថាមានរឿងចម្បងជីហើយមួយទៀតគឺថារឿង Jurassic World បងប្អូនណាគឺថាគេបានមកថតនៅក្នុងតំបន់នេះឯងចានៅបន្តិចទៀតគឺថានាងខ្ញុំនឹងក្រុមគ្រួសារនឹងបានជិះឡានទៅមើលកន្លែងតំបន់ខ្លះដែលគេថតវីដេអូហ្នឹងបងប្អូនណាចាបងប្អូនហើយនេះគឺជាកន្លែង menu គេបងប្អូនចង់ទៅលេងកន្លែងណាបងប្អូនអាចទិញសម្បុត្រទៅលេងកន្លែងហ្នឹងបងប្អូនណាចាដូច្នេះគេដាក់ឲ្យយើងថាគេមានកន្លែងយើងដើរលេងទៅមើលកន្លែងអីខ្លះនៅក្នុងកន្លែង range គេនេះឯងបងប្អូនចាគឺថា range កន្លែងនេះធំស្អាតបងប្អូនណាចាហើយនេះគឺជាផ្លែសាកេបងប្អូនគេយកផ្លែមកបំពងញ៉ាំណាចាគេយកមកលក់គឺថាមានរសជាតិឆ្ងាញ់ដូចដំឡូងជៀនចឹងបងប្អូនឥឡូវនេះឡានធូររបស់នាងខ្ញុំគឺថាចិត្តរៀបចំចេញដំណើរទៅឲ្យបងប្អូនណាចាដូច្នេះនៅតាមដងផ្លូវទៅហ្នឹងគឺថាទេសភាពស្អាតដែរបងប្អូនឃើញមេឃពណ៌រៀងសតុំចឹងទៅហើយទៅឃើញដើមឈើពណ៌បៃតងគឺថាស្អាតដែរបងប្អូនណាហើយមិនតែប៉ុណ្ណោះទៀតគឺថាភ្នំខាងក្រោយហ្នឹងគឺថាពណ៌បៃតងទៀតគឺថាធ្វើឲ្យទេសភាពនៅទីកន្លែងនេះកាន់តែមានសម្រស់កាន់តែស្រស់ស្អាតចា
ហើយភ្នំនៅខាងក្រោយនេះគឺថាមានរូបរាងដូចជា lizard ចឹងបងប្អូនចានាងខ្ញុំបានស្ដាប់ធូកាយគាត់ប្រាប់ចឹងទៅដល់ពេលយើងមើលចឹងទៅដូចមែនតែបងប្អូនមានតាំងពីភ្នែកហើយមានតាំងពីខ្លួនកតុយគឺថាមានដូចជាសត្វនឹងចឹងឯងហើយនេះជាទស្សនវិជ្ជាដែលមើលពីលើមកឃើញទឹកសមុទ្រហើយឃើញកោះនៅតាមតំបន់ហ្នឹងបងប្អូនណានេះគឺជាកន្លែងដែលគេថតរឿងជាម៉ងជីបងប្អូនណាចាឥឡូវនេះគឺថាបានមកដល់នឹងហើយទៅធូកាយក៏បាននាំនាងខ្ញុំចុះមកកន្លែងហ្នឹងហើយក៏បានថតរូបហើយក៏បាននិយាយរឿងជាម៉ងជីនឹងគេថតអីខ្លះនៅម្ដុំនេះចឹងណាបងប្អូនណាចាហើយទស្សនវិជ្ជាមើលពីកន្លែងនេះទៅគឺថាឃើញស្អាតដែរបងប្អូននេះជាកន្លែងគេចិញ្ចឹម oyster បងប្អូនណាចាហើយតឡានរបស់នាងខ្ញុំគឺថាចេះតែបើកទៅមុខទៀតដែរបងប្អូនបើកផងគឺថាភ្លៀងធ្លាក់មកផងហើយទៅតាមផ្លូវហ្នឹងគឺថារៀងលាក់ដែរបងប្អូនណាចាដូចយើងជិះអតេះគោនៅស្រុកខ្មែរយើងចឹងបងប្អូនសប្បាយមួយយ៉ាងដែរចាហើយទៅភ្លៀងមកអ្នកនៅខាងក្រៅគឺថាសើមចឹងទៅណាបងប្អូនណាចានេះខ្ញុំដូរកន្លែងអង្គុយចាឥឡូវឡើងកាន់តែខ្ពស់ថែមទៀតបងប្អូនគឺថាមើលឃើញទស្សនវិជ្ជាកាន់តែស្រស់ស្អាតព្រមទាំងលើសូរសំឡេងភ្លៀងធ្លាក់មកគឺថាព្រោះបងប្អូននេះគឺជាដើមស្វាយនៅពីមុខនាងខ្ញុំបងប្អូនចាដើមធំមែនទែនហើយនេះគឺជាកន្លែងថតកុនមួយទៀតហើយចាគឺថាកុនកន្លែងនេះគឺថាថតកន្លែងវាយន្តហោះធ្លាក់បងប្អូនណាចាហើយនេះគឺជាកន្លែងថតកុនមួយទៀតមានឈ្មោះថា Jurassic World បងប្អូនណាហើយនេះជាកោះអណ្ដើកបងប្អូនណាចំណែកកោះពីរតូចទៀតនោះមើលឃើញនំគឺថាកោះដំរីបងប្អូនចាកោះទាំងនេះគឺថាស្អាតបងប្អូនឥឡូវនេះគឺថានេះខ្ញុំបានចុះពីលើឡានធូរហើយនេះក៏បានចុះដើរមើលជុំវិញនៅកន្លែងដើរលេងកម្សាន្តហ្នឹងបងប្អូនណាថាកន្លែងនេះកន្លែងគេជួលឡានជិះឡើងលើភ្នំអីចឹងបងប្អូនចាសម្រាប់មនុស្សធំយើងចឹងណាចាតមកទៀតគឺថានេះខ្ញុំបានបើកឡានមកដល់កន្លែងគេលក់ផ្លែឈើបងប្អូនគឺគេដាក់រៀនតូបលក់នៅតាមផ្លូវចឹងណាចានេះខ្ញុំសប្បាយចិត្តបងប្អូនពេលណាមកឃើញកលក់ចឹងគឺថាសប្បាយចិត្តមែនទែនឲ្យទៅកន្លែងណានេះខ្ញុំបានឃើញកលក់ចឹងគឺថាទៅដូចឃើញសប្បាយចិត្តខ្លាំងណាបងប្អូនគឺថាចុះទៅទិញចាគឺថាគេលក់ផ្លែឈើគេដាំនៅកន្លែងតំបន់ហ្នឹងណាចាគេយកមកលក់នេះជាល្មុតឲ្យបងប្អូននេះល្មុតដាំនៅហាវ៉ៃចាល្មុតនេះអត់ទាន់ទុំទេបងប្អូនគឺថានៅរឹងឡើយតើយើងយកមកបន្ទុំពី2ថ្ងៃបានទុំណាចាថាទិញផ្លែឈើច្រើនណាបងប្អូនមកដល់កន្លែងលក់ហ្នឹងគឺថាសប្បាយចិត្តនឹងទិញផ្លែឈើតែម្ដងលើមហិតស្វាយណាទុំអត់ចាស្វាយនេះភាគច្រើននៅខ្ចីបងប្អូនណាចាហើយទៅក៏បានទិញល្ហុងបងប្អូនល្ហុងដាំនៅហាវ៉ៃនេះគឺថាឆ្ងាញ់ណាបងប្អូនដូចល្ហុងលាក់យើងចឹងចាឥឡូវនេះខ្ញុំបានមកដើរទិញនៅកន្លែងមួយទៀតហើយចាព្រោះនៅម្ដុំនេះគេលក់3-4កន្លែងអញ្ចឹងបងប្អូនកន្លែងតូបគេចាដល់កន្លែងនេះគឺថាគេមានលក់ដូងហើយមានផ្លែខ្នុរបងប្អូននេះខ្នុរគេតំបេះមកថ្មីក្អូបឡើងឈ្ងុយទុំទៅហើយទៅនេះជាផ្លែទ្របបងប្អូននេះគេដាក់ក្នុងច្រកថងទ្របវែងយ៉ាងហ្នឹងហើយផ្លែជីគេល្អណាបងប្អូនអើយថាទៅគឺថាចង់តែទិញនេះជាស្វាយក្តាប់ស្វាយគេបងប្អូនក្តាប់ស្វាយតូចចានេះខ្ញុំចង់ទិញខ្នុរដែរតែអត់មានកបិតចិត្តទៅពេលទៅក៏ពិបាកមកបានទិញខ្នុរហើយទៅផ្លែឈើឡើយនេះគេបានចិត្តដាក់នៅក្នុងថង់ជាមួយថង់ដែរបងប្អូនណាចាមានផ្លែស្វាយមានផ្លែល្ហុងចាហើយផ្លែអីច្រើនគឺថាគេបានចិត្តដាក់ថង់ចឹងបងប្អូនចាឥឡូវនេះខ្ញុំមករកទិញដូងយកមកញ៉ាំចាដូងស្រស់ចាដូងនេះគឺថាគេលក់ទៅតាមទំហំបងប្អូនណាដូងតូចគឺថា$1.12ហើយដូងធំ$1.15អញ្ចឹងណាចានេះខ្ញុំបានទិញដូង2ចានេះខ្ញុំទិញដូងនេះគឺថាប៉ះចាប់ដូងខ្ទិះបងប្អូនថាឆ្ងាញ់មែនទេទឹកដូងខ្ទិះថាខាប់គឺវាអត់ទាន់បានចាស់គឺថានៅមានទឹកតិចឡើយហើយខ្ទិះទីធំក្លិនខ្ទិះចាហើយនេះជាកន្លែងគេលក់មួយទៀតនៅខាងក្រោយហ្នឹងបងប្អូននេះជាដូងខ្ទិះបងប្អូនណាកូនប្រុសនេះខ្ញុំប៉ះចំដូងខ្ទិះនេះឯងចាហើយសាច់អង្ទុនមែនទេណាបងប្អូនណាចាចំណែកដូងមួយនេះគឺថាដូងធម្មតាមានខ្ទិះឯងគឺថាបានខ្ទិះតែមួយបងប្អូនណាចា
ហើយនាងខ្ញុំញ៉ាំទឹកដូងហើយគឺថាញ៉ាំតង់សាច់ទៀតគឺថាយកអីមកឆ្កឹះសាច់ញ៉ាំនៅក្នុងឡានហ្នឹងញ៉ាំសាច់ដូងខ្ទិះថាទុនឆ្ងាញ់មែនតើបងប្អូនខានញ៉ាំដូងខ្ទិះយូរហើយនេះជាផ្លែល្ហុងគេចិត្តបងប្អូនល្ហុងនៅហាវ៉ៃចានេះខ្ញុំក៏បានទិញរបស់ខ្លះចិត្តហើយខ្លះក៏មិនទាន់ចិត្តចឹងចាយកដាក់នៅក្នុងឡានឥឡូវកំពុងតែញ៉ាំជីកជៀនគេហើយនេះគឺជាទីបារាំងបងប្អូននេះខ្ញុំបានទៅផ្សារម្លេចកាំងក៏បានទិញទីបារាំងនឹងយកមកទុកញ៉ាំចឹងចាពេលណាទុំទៅរសជាតិជូរអែមចាឆ្ងាញ់ចាញ៉ាំទៅឡើងស្រឡំពងកបងប្អូនហើយល្ហុងនេះគឺថាសាច់នេះគឺថាឡើងណែនមែនទេណាបងប្អូនទុំនឹងក្អូបក្អូបនឹងឈ្ងុយចានេះខ្ញុំបានទៅផ្សារទិញថែមទៀតចឹងចានេះទិញពីផ្សារម្លេចកាំងមកបងប្អូនឃើញសាច់អង្ណែនល្អមែនទេគឺថាញ៉ាំគឺថាញ៉ាំល្ហុងគឺថាជក់មាត់ឆ្ងាញ់ល្អបងប្អូនណាហើយនេះគឺជាផ្លែខូចថ្លុងពណ៌ផ្កាឈូកបងប្អូនក៏ឆ្ងាញ់ដែរណាចានេះខ្ញុំគឺថាសប្បាយចិត្តថាបានមកឃើញកន្លែងពីគេលក់ផ្លែឈើលក់អីចឹងហើយកន្លែងដើរលេងគឺថាស្អាតសប្បាយចិត្តខ្លាំងមែនទែនបងប្អូនមកដល់កន្លែងនេះគឺថាស្រស់ស្រាយចាឃើញទេសភាពហើយទៅបានញ៉ាំរបស់ដាំនៅទីកន្លែងគឺថាសប្បាយចិត្តខ្លាំងណាស់បងប្អូនចាឥឡូវគឺថានេះខ្ញុំបានមកដល់វ៉ៃគីគីប៊ីឈវិញបងប្អូនណាកន្លែងកំពុងទៅដើរលេងនៅលើកន្លែងហាងគេចឹងបងប្អូនដើរថតវីដេអូដើរមើលគេចឹងទៅហើយទៅក៏បានទៅទិញអាហារញ៉ាំចឹងហើយបងប្អូនណាចាឃើញទេសភាពស្អាតចឹងក៏ចេះថតជូនបងប្អូនទស្សនាចាឃើញភ្លើងចឹងដូចគ្រីស្មាស់ចឹងឯងចាហើយទៅមនុស្សគឺថាច្រើនណាបងប្អូនកន្លែងណាក៏មានមនុស្សដែរចាមិនថាកន្លែង shopping center មិនថាកន្លែងញ៉ាំគឺថាមានមនុស្សជាហូរហែតែម្ដងណានៅកោះហាវ៉ៃនេះណាចាបងប្អូនការធ្វើដំណើរទៅលេងនៅរដ្ឋហាវ៉ៃរបស់នាងខ្ញុំជាមួយនឹងក្រុមគ្រួសាររបស់នាងខ្ញុំនៅពេលនេះក៏បានឈានចូលដល់ទីបញ្ចប់ផងដែរដូច្នេះនាងខ្ញុំសូមអរគុណបងប្អូនចាស់ដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមដល់ចប់ចានាងខ្ញុំសូមជម្រាបលាចាបាយបាយ